ការបាក់ស្រុតដីនៅពាក់កណ្ដាលទីក្រុងបាងកកប្រទេសថៃកំពុងតែជួបវិបត្តិជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះដោយនៅពេលថ្មីកន្លងមកនេះគឺត្រឹមនៅចុងខែកញ្ញាឆ្នាំ2025ការបាក់ដីយ៉ាងសំខាន់មួយបានកើតឡើងនៅលើផ្លូវសាមសិនក្នុងសង្កាត់ឌូស៊ីតនៃទីក្រុងបាងកកប្រទេសថៃដែលនៅជាប់នឹងមន្ទីរពេទ្យវ៉ាសេរ៉ានិងស្ថានីយ៍ប៉ូលីសសាមសិនរុនដាវដ៏ធំដែលបានបាក់ស្រុតនៅវេលាម៉ោងប្រហែល 7:13 នាទីព្រឹកថ្ងៃទី24ខែកញ្ញានេះដំបូងឡើយបានគេប៉ាន់ស្មានថាមានរថទឹង30ម៉ែត្រនិងជម្រៅ50ម៉ែត្រហេតុការណ៍នេះបានបណ្ដាលឲ្យខូចខាតរចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរនិងលាបត្របាក់រថយន្តជាច្រើនគ្រឿងរួមទាំងរថយន្តសណ្ដោងរបស់ប៉ូលីសផងដែរលោកនាយករដ្ឋមន្ត្រីអនុធីនឆានវីរ៉ាគុលដែលជាវិศវករផងដែរបានប៉ាន់ប្រមាណថាការចុះចូលត្រូវចំណាយពេលយ៉ាងហោចណាស់1ឆ្នាំខណៈពេលដែលមិនមានអ្នកស្លាប់និងរបួសត្រូវបានរាយការណ៍ហេតុការណ៍នេះបាននាំឲ្យមានការផ្អាកជាបន្ទាន់នៅសេវាឧបករណ៍ប្រើប្រាស់និងការជំរាបប្រជាជនដែលនៅក្បែរនោះខណៈដែលអាជ្ញាធរបានវាយតម្លៃហានិភ័យបន្ថែមទៀតបន្ទាប់ពីការដួលរលំនៃរណ្ដៅដំបូងរបាយការណ៍បានបញ្ជាក់ពីអស្ថិរភាពនៃដីនិងការធ្លាក់ចុះបន្ថែមទៀតនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដល់ទទឹង40ម៉ែត្រការវិដំណៃលើរចនាសម្ព័ន្ធបានបង្ហាញពីការប្រេះស្រាំគួរឲ្យកត់សម្គាល់និងមានភាពលំអៀងបន្តិចបន្តួចនៅក្នុងគ្រឹះនៃប៉ុស្តិ៍នគរបាលសាមសិនដែលបង្កឲ្យមានការព្រួយបារម្ភអំពីការខូចខាតរចនាសម្ព័ន្ធដែលអាចកើតឡើងប្រសិនបើការបាក់ស្រុតដីនៅតែបន្តមូលហេតុពិតប្រាកដនៃការបាក់ស្រុតដីមួយនេះនៅមិនទាន់កំណត់បាននៅឡើយទេទំនួលខុសត្រូវគឺការរចនានិងសាងសង់ផ្លូវរួមក្រោមនិងស្ថានីយ៍ក្រោមដីតាមបណ្ដោយផ្នែកតៅពុន National Library ដែលមានចម្ងាយ 4.8 គីឡូម៉ែត្រស្ថិតក្រោមអាម៉ោតការដែលទទួលបានកិច្ចសន្យានេះមានតម្លៃ 19.43 លានបាតប្រហែលជា$778 លានសិង្ហបុរីត្រូវបានប្រតិបត្តិដោយក្រុមហ៊ុន CKSTPL ដែលមានការបណ្ដាក់បន្ទោលរួមគ្នាការឆាងនិង Sinothai Engineering and Construction ក្នុងប៉ុន្មានសប្តាហ៍ដែលឈានទៅដល់ឧบัติហេតុនេះការសាងសង់ផ្លូវក្រោមដីសម្រាប់ផ្លូវរួមក្រោមមួយកំពុងដំណើរការនៅក្រោមផ្លូវសាមសិនក្នុងសង្កាត់ឌូស៊ីតទីក្រុងបាងកកតំបន់នេះត្រូវបានគេស្គាល់ថាជាដីធូនខ្សោយនិងងាយនឹងស្រុតចុះក៏ធ្លាប់មានភ្លៀងធ្លាក់ខ្លាំងផងដែរដោយសាររដូវមូសុនដែលកំពុងបន្តឥឡូវនេះអាជ្ញាធរមូលដ្ឋានជឿថាការលិចលាយឬផ្ទុះបំពង់ទៅក្រោមដីប្រហែលជាបានរួមចំណែកដល់ការហូរច្រកដីនៅក្រោមផ្ទៃផ្លូវដែលធ្វើឲ្យស្ថិរភាពរចនាសម្ព័ន្ធជុំវិញតំបន់ផ្លូវរួមក្រោមចុះខ្សោយនៅព្រឹកថ្ងៃទី29ខែកញ្ញាឆ្នាំ2025ផ្លូវទល់មុខមន្ទីរពេទ្យវ៉ាសេរ៉ានិងប៉ុស្តិ៍នគរបាលសាមសិនត្រូវបានបិទបន្ទាប់ពីប៉ូលីសបានកត់សម្គាល់ថាមានទឹកហូរឡើងមកលើផ្ទៃផ្លូវមួយម៉ោងក្រោយមកអន្លង់ដ៏ធំមួយបានបើកភ្លាមរណ្ដៅដីដែលមានទទឹងប្រហែល30ម៉ែត្រនិងជម្រៅ50ម៉ែត្របានលាបត្របាក់រថយន្តជាច្រើនគ្រឿងរួមទាំងរថយន្តសណ្ដោងរបស់ប៉ូលីសផងដែរនិងបណ្ដាលឲ្យបាក់រលំក្រាកៅស៊ូនិងបង្គោលភ្លើងប្រព័ន្ធទឹកនិងអគ្គិសនីត្រូវបានកាត់ផ្តាច់ភ្លាមដើម្បីប្រកាន់គ្រោះថ្នាក់បន្ថែមទៀតក្រុមសង្គ្រោះបន្ទាន់បានជម្លៀសជាយ៉ាងឆាប់រហ័សអ្នកនឹងក្បែរនោះរួមទាំងផ្នែកខ្លះនៃមន្ទីរពេទ្យនិងប៉ុស្តិ៍នគរបាលផងដែរថ្មីត្បិតតែមានការបាក់រលំយ៉ាងគំហុកបន្តែមិនមានអ្នកស្លាប់និងរបួសធ្ងន់ធ្ងរណាមួយត្រូវបានរាយការណ៍នៅឡើយទេនៅក្នុងរយៈពេល2ថ្ងៃដែលឈានទៅដល់ថ្ងៃទី25និង26ក្រុមសង្គ្រោះបន្ទាន់បានធ្វើការយ៉ាងខ្លាំងក្លាដើម្បីរក្សាលំនឹងទីតាំងនេះបោកខ្សែប៊ុយប្រហែល 50,000 បោកនិងថ្មធំជាច្រើនគ្រួតបានដាក់បញ្ចេញដើម្បីរំកិលទីតាំងនេះនិងបញ្ជាទិសដៅទឹកភ្លៀងដែលមានសក្តានុពលវិស្វករបានចាប់ផ្ដើមបោមបេតុងជាង500ម៉ែត្រគីបជួរទៅក្នុងរុនស្លេសិងដើម្បីបំពេញចន្លោះទទេប៉ុន្តែប្រតិបត្តិការនេះត្រូវបានរំលោភពេលដែលបេតុងចាប់ផ្ដើមលិចលាយចូលទៅក្នុងផ្លូវរួមក្រោមនៅខាងលើដែលបង្ហាញថាបានទម្លាក់ជញ្ជាំងផ្លូវរួមក្រោមនេះបាននាំឲ្យវិស្វករបញ្ឈប់ការបំពេញបន្ថែមទៀតនិងវិតម្លៃវិធីសាស្ត្ររបស់ពួកគេឡើងវិញដើម្បីជៀសវាងការខូចខាតរចនាសម្ព័ន្ធឬការដួលរលំនៃកកអគារនៅក្បែរនោះគិតត្រឹមថ្ងៃទី27ខែកញ្ញាឆ្នាំ2025ការដ្ឋានដែលបានបាក់ដីនោះនៅមិនទាន់បិទសាធារណៈនៅឡើយទេនិងផ្លូវសាមសិនក៏ត្រូវបានបិទទាំងស្រុងផងដែរឧបករណ៍តាមដានត្រូវបានដំឡើងនៅជុំវិញតំបន់រងផលប៉ះពាល់ដើម្បីតាមដានចលនាដីបន្ថែមទៀតឬសញ្ញានៃការដួលរលំបន្ថែមទៀតស្ថានីយ៍ប៉ូលីសនិងអគារផ្សេងទៀតនៅក្បែរនោះកំពុងក្រោមការវិដំឡៃនិងការផ្ទេរបណ្ដោះអាសន្នចំនួនបុគ្គលិកនិងសេវាកំពុងដំណើរការរដ្ឋាភិបាលក្រុងទេពបានកំណត់យ៉ាងភ្លាវការថាតំបន់នេះជាតំបន់គ្រោះមហន្តរាយដើម្បីសម្រួលការផ្ដោតផានផាយផ្លាន់សង្គ្រោះបន្ទាន់ដើម្បីសម្រួលការផ្ដល់មូលនិធិសង្គ្រោះបន្ទាន់និងសម្របសម្រួលការជួសជុលរយៈពេលវែងកិច្ចខិតខំប្រឹងប្រែងស្ដារឡើងវិញប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាបាវខ្សែប្រហែល 50,000 បាវត្រូវបានបោះចោលទៅក្នុងរុនលិចគិតត្រឹមថ្ងៃទី25ខែកញ្ញាដំណាក់កាលបន្តនៃដំណើរការស្ដារឡើងវិញនឹងការពង្រឹងដោយដែលបានគូបញ្ជាក់ដោយសហការជាមួយក្រុមវិស្វករ
និងបញ្ចូលវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតថ្មីសម្រាប់ស្ថិរភាពនៃតំបន់ក្រោមស្ថានីយរថភ្លើងក្រោមដីផ្ទុយទៅនឹងបច្ចេកទេសរក្សាលំនឹងដីបែបប្រពៃណីវិធីសាស្ត្រនេះពាក់ព័ន្ធនឹងការប្រើប្រាស់បេតុងបាញ់ថ្នាំដែលជាបច្ចេកទេសទំនើបជាងនេះដែលត្រូវបានរចនាឡើងដើម្បីពង្រឹងស្រទាប់ខាងក្រោមនិងការពារការដួលរលំបន្ថែមទៀតបេតុងបាញ់នឹងផ្ដល់នូវស្រទាប់ដ៏រឹងមាំគ្មានធ្នេរធ្វើឲ្យប្រសើរឡើងនូវស្ថិរភាពទាំងមូលនិងកាត់បន្ថយសក្តានុពលសម្រាប់ចលនាដីនាពេលអនាគតបន្ទាប់ពីការអនុវត្តដំបូងនេះដីនឹងត្រូវបានពង្រឹងបន្ថែមទៀតជាមួយនឹងការបំពេញខ្សាច់និងស៊ីម៉ង់វិធីសាស្ត្រនេះមិនត្រឹមតែបម្រើជាសម្ភារៈអន្តរការីដែលបង្កើនការបង្រួបបង្រួមដីប៉ុណ្ណោះប៉ុន្តែវាក៏ធ្វើប្រសើរឡើងនៅលក្ខណៈសម្បត្តិនៃការចែកចាយបន្ទុកនៃស្រទាប់ខាងក្រោមផងដែរដែលការបំពេញចន្លោះប្រហោងនិងបង្រួមសម្ភារៈការបំពេញនេះនឹងជួយធានាថាផ្ទៃខាងលើនៅតែមានស្ថិរភាពក្រោមលក្ខខណ្ឌផ្សេងៗគ្នាដំណាក់កាលបន្ទាប់នឹងមានការលាបស្រទាប់ថ្មកំទេចលើផ្ទៃដែលពង្រឹងវិធីសាស្ត្រនេះដោយការរួមបញ្ចូលថ្មកំទេចបន្ថែមកម្រិតនៃភាពធន់និងភាពធន់លើផ្ទៃធ្វើឲ្យប្រសើរឡើងយ៉ាងខ្លាំងនូវសមត្ថភាពផ្ទុករបស់គ្រឹះថ្មកំទេចនឹងជួយសម្រួលដល់ការបង្ហូរទឹកកាត់បន្ថយការតាំងទីលំនៅនិងផ្ដល់ស្ថិរភាពបន្ថែមដល់តំបន់នេះដោយធានាថាវាអាចទ្រទ្រង់ទាំងរចនាសម្ព័ន្ធស្ថានីយរថភ្លើងក្រោមដីនិងហេដ្ឋារចនាសម្ព័ន្ធជុំវិញក្នុងពេលដំណើរការនោះប្រតិបត្តិការដកយកនៅកំទេចកំទីដ៏ទូលំទូលាយនឹងប្រព្រឹត្តទៅផ្ដោតលើការបោសសម្អាតឧបសគ្គដូចជាកំទេចកំទីបេតុងដែលបាក់និងបង្គោលឧបករណ៍ប្រើប្រាស់ដែលខូចដំណើរការនេះមិនត្រឹមតែសម្អាតទីតាំងសម្រាប់ការសាងសង់បន្ថែមទៀតនោះទេប៉ុន្តែថែមទាំងរួមចំណែកដល់សុវត្ថិភាពទាំងមូលនៃតំបន់ដោយការលុបបំបាត់គ្រោះថ្នាក់ដែលអាចកើតឡើងផងដែរ